ការអត់ធ្មត់គឺជារឿងមួយដ៏ស្រស់ស្អាតបំផុតដែលព្រះបានចម្រើននៅក្នុងចិត្តយើងមានន័យថាការរងចាំដល់ពេលវេលារបស់ព្រះមិនប្រញាប់ទៅមុខហើយមិនបោះបង់ពេលអ្វីៗយឺតឬពិបាកនោះទេការអត់ធ្មត់គឺការជឿទុកចិត្តថាព្រះដឹងពីអ្វីដែលទ្រង់កំពុងធ្វើសូម្បីតែនៅពេលដែលអ្នកមិនឃើញលទ្ធផលភ្លាមៗក៏ដោយមានកសិករម្នាក់គាត់ដាំគ្រាប់ពូជក្នុងដីហើយរង់ចាំជាច្រើនខែមុននឹងឃើញដំណាំណាមួយបានដុះឡើងគាត់ជឿថាភ្លៀងនិងព្រះអាទិត្យនឹងធ្វើការងាររបស់ពួកគេគាត់មិនជីកគ្រាប់ពូជមកពិនិត្យរាល់ថ្ងៃនោះទេនោះគឺជាការអត់ធ្មត់ការទុកចិត្តដំណើរការនិងពេលវេលារបស់ព្រះអ្នកដាំវាស្រោចទឹកហើយរង់ចាំពីមួយថ្ងៃទៅមួយថ្ងៃមានអ្វីមួយកើតឡើងនៅក្រោមដីទោះបីជាអ្នកមើលមិនឃើញក៏ដោយនោះជារបៀបដែលព្រះធ្វើការនៅក្នុងជីវិតរបស់យើងដោយស្ងៀមស្ងាត់ស្ថិរភាពតាមពេលវេលារបស់ទ្រង់តែឯផលផ្លែនៃព្រះវិញ្ញាណវិញនោះគឺសេចក្តីស្រឡាញ់អំណរអរមេត្រីភាពអត់ធ្មត់សុភាពសប្បុរសស្មោះត្រង់បងប្អូនអើយចូលមានចិត្តអត់ធ្មត់ដរាបដល់ព្រះអង្គម្ចាស់ទ្រង់យាងមកមើលអ្នកធ្វើស្រែគេរងចាំផលវិសេសដែលកើតពីដីមកដោយសេចក្តីអត់ធ្មត់ទល់តែបានភ្លៀងធ្លាក់មកខាងដើមរដូវនិងចុងរដូវផងចូលឲ្យអ្នករាល់គ្នាអត់ធ្មត់ដូច្នោះដែរទាំងតាំងចិត្តឲ្យខ្ជាប់ខ្ជួនឡើងត្បិតព្រះអង្គម្ចាស់ជិតយាងមកហើយចូលអស់សប្បាយដោយមានសង្ឃឹមចូលអត់ធន់ក្នុងសេចក្តីទុក្ខលំបាកចូលឲ្យខ្ជាប់ខ្ជួនក្នុងសេចក្តីអធិដ្ឋានតើខ្ញុំគួរធ្វើអ្វីនៅពេលអ្នកមានអារម្មណ៍តានតឹងឬធុញទ្រាន់នឹងការរង់ចាំសូមចាំថាសូមឲ្យទ្រង់ជួយអ្នកឲ្យជឿជាក់លើពេលវេលារបស់ទ្រង់ចូលអធិដ្ឋានថាព្រះអង្គម្ចាស់អើយសូមជួយទូលបង្គំឲ្យរងចាំដោយអត់ធ្មត់សូមអង្កើនការអត់ធ្មត់របស់ព្រះអង្គក្នុងទូលបង្គំផង